តើទម្រង់កូស៊ីបតាគេប្រើប្រាស់វានៅពេលណាហើយគេប្រើវាដើម្បីបង្ហាញអំពីអ្វីថ្ងៃនេះយើងនឹងសិក្សាអំពីទម្រង់កូស៊ីបតាយរពូនអញ្ញោសេអូសួស្តីអ្នកទាំងអស់គ្នាមេរៀននេះយើងនឹងធ្វើការសិក្សាអំពីទម្រង់កូស៊ីបតាតោះសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនឹងដាក់រូបកណ្ដឹងម្នាក់មួយផងណាតោះឥឡូវយើងចូលដល់មេរៀនយើងទាំងអស់គ្នាកូស៊ីបតាគេប្រើវាដាក់នៅពីខាងក្រោយកិរិយាសព្ទគេប្រើវានៅពេលចង់ធ្វើរឿងអ្វីមួយតោះឥឡូវយើងមើលការប្រើប្រាស់វាទាំងអស់គ្នាឧទាហរណ៍ខាដាលុបដាចេញនៅសល់ខាបូកជាមួយនឹងកូស៊ីបតាយើងបានខាកូស៊ីបតាមកតាលុបដាចេញនៅសល់មកបូកជាមួយនឹងកូស៊ីបតាយើងបានមកកូស៊ីបតាឧទាហរណ៍ផាំងហាក់គេ고향에 가고 싶어요. 방학에 고향에 가고 싶어요. ខ្ញុំចង់ទៅស្រុកកំណើតនៅវិស្មកាល 고향에 가서 고향 음식을 먹고 싶어요. 고향에 가서 고향 음식을 먹고 싶어요. ទៅស្រុកកំណើតហើយខ្ញុំចង់ញ៉ាំម្ហូបស្រុកកំណើត 저는 시험에서 1등을 하고 싶어요. 저는 시험에서 1등을 하고 싶어요. ខ្ញុំចង់បានលេខ1ក្នុងការប្រឡង 유리 씨, 이번 방학에 뭐 하고 싶어요? 유리 씨, 이번 방학에 뭐 하고 싶어요? 유리, តើអ្នកចង់ធ្វើអ្វីនៅវិស្មកាលនេះ ប្រសិនបើប្រធាននោះជាបុរសទី3គឺយើងត្រូវប្រើកូស៊ីផហាដាឧទាហរណ៍ 유리 씨는 방학 때 여행을 하고 싶어 해요. 유리 씨는 방학 때 여행을 하고 싶어 해요. 유리 គាត់ចង់ទៅដំណើរកម្សាន្តពេលវិស្មកាល 영호 씨는 영화를 보고 싶어 해요. 영호 씨는 영화를 보고 싶어 해요. 영호 គាត់ចង់មើលកុនបើសិនជាយើងយកវាទៅប្រើប្រាស់ជាទម្រង់អតីតកាលគឺយើងប្រើកូស៊ីផតាឧទាហរណ៍ 어제 친구를 만나고 싶었는데 못 만났어요. 어제 친구를 만나고 싶었는데 못 만났어요. ម្សិលមិញខ្ញុំចង់ជួបមិត្តភក្តិក៏ប៉ុន្តែមិនបានជួបទេតែបើសិនជាយើងយកវាទៅប្រើប្រាស់ជាទម្រង់អនាគតឬមួយក៏ការប៉ាន់ស្មានគឺយើងអាចនិយាយថាកូស៊ីបកេតាឧទាហរណ៍ 오랫동안 고향에 못 가서 빨리 가고 싶겠어요. 오랫동안 고향에 못 가서 빨리 가고 싶겠어요. ប្រហែលជាចង់ទៅស្រុកកំណើតឲ្យលឿនពីព្រោះតែខានទៅស្រុកកំណើតយូរហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀននេះគឺមានតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាមិនយល់ឬមានចម្ងល់អាចខមមិនសួរនៅខាងក្រោមវីដេអូបានណាហើយយើងនឹងជួបគ្នានៅក្នុងមេរៀនក្រោយទៀតអញ្ញង